ជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសុគន្ធាគឺមានមុខម្ហូបមួយមុខសម្រាប់យកមកចែករំលែកទៅកាន់បងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះគឺត្រូវមែនតើត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរយើងនឹងតែម្ដងចាពីព្រោះអីមានតែមុខម្ហូបមួយមុខនេះណាដាក់ជាមួយនឹងអតិចតិចមកបងប្អូនហើយគឺងើបទៅណាលេងរួចតែម្ដងចាគឺត្រូវគ្នាខ្លាំងមែនតើហើយចំពោះមុខម្ហូបមួយមុខនេះគឺញោមកញ្ឆែតជាមួយនឹងទីជោងជែងឥឡូវនេះសូមបងប្អូនតាមដានពីគ្រឿងផ្សំក៏ដូចជារបៀបធ្វើញោមមួយមុខនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើញោមកញ្ឆែតហើយនឹងទីយងចេកផ្នែកសាច់នោះចាមានដូចជាខ្ចៅមានសាច់មាន់មានសាច់ជ្រូកហើយចំពោះបន្លែមានទីយងចេកមានកញ្ឆែតមានការ៉ុតហើយក៏មានជាមួយនឹងជីគ្រប់មុខហើយគ្រឿងផ្សំរសជាតិចាមានដូចជាទឹកក្រូចឆ្មាមានម្ទេសមានខ្ទឹមសហើយនិងខ្ទឹមក្រហមឥឡូវនេះគឺនឹងខ្ញុំចាប់ផ្ដើមធ្វើជាមួយនឹងទឹកស្រូបញោមរបស់យើងជាមុនសិនចំពោះទឹកជ្រលក់សម្រាប់យកមកស្រូបលើញោមចាមានដូចជាខ្ទឹមសខ្ទឹមក្រហមទឹកត្រីទឹកក្រូចឆ្មាស្ករអំបិលម្សៅស៊ុបប៊ីចេងចាហើយក៏បន្ថែមជាមួយនឹងទឹកសដាំពុះចូលទៅបន្តិចចាបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរៀបរាល់ហើយគឺមកច្របល់គ្រឿងផ្សំរបស់យើងនោះឲ្យបានចូលជាតិហើយចំពោះរសជាតិវិញគឺយើងយករាងជូរប្រៃផ្អែមឲ្យដិតបន្តិចឥឡូវនេះបន្ទាប់ពីលាយទឹកស្រូបរួចរាល់ហើយចាគឺប្រមូលបន្លែប្រមូលសាច់ហ្នឹងគឺដាក់ចូលទៅក្នុងចានកន្ធនចាបន្ទាប់ពីប្រមូលសាច់បន្លែដាក់ចូលគ្នារួចរាល់ហើយគឺស្រូបទឹកដែលយើងបានលាយហ្នឹងចាដាក់ចូលទៅមកល្មមភ្លក់ថាឆ្ងាញ់ហើយគឺរួចរាល់ហើយបងប្អូនចាមានអីពិបាកទេហើយចំពោះទឹកចាទឹកស្រូបញោមហ្នឹងដូចនាងខ្ញុំបញ្ជាក់អញ្ចឹងគឺសូមរសជាតិរៀងប្រៃផ្អែមបន្តិចពីព្រោះអីខ្ចៅបងប្អូនគឺវាបឺតរសជាតិណាចាដូចកពឹសអញ្ចឹងបើសិនជាយើងធ្វើរសជាតិរៀងស្រាលស្រាលពេលដែលយើងយកទៅស្រូបចាគឺថាខ្ចៅហ្នឹងគឺបឺតរសជាតិចាអត់សូវមានរសជាតិដិតទេហើយចំពោះញោមបើសិនជាអត់សូវមានរសជាតិដិតទេក៏អត់សូវឆ្ងាញ់ដែរហើយបងប្អូនហើយនេះខ្ញុំចង់ភ្លេចចាចង់ភ្លេចថាចំពោះកញ្ឆែតបន្ទាប់ពីក្តិចយកខ្ចីហើយលាងសម្អាតទឹកឲ្យបានស្អាតហើយយកទៅស្រុះជាមួយនឹងទឹកក្តៅចាដាក់តាមមួយភ្លៅគេស្រង់ឡើងត្រាំជាមួយនឹងទឹកកកដើម្បីឲ្យវានៅខៀវហើយវាស្រួយល្អចាបងប្អូនដែលឃើញពណ៌កញ្ឆែតនេះខ្ញុំអញ្ចឹងនៅឡើងខៀវស្អាតមែនតែនហើយគឺឡើងស្រួយពេលដែលទៅពីជាមួយនឹងទីយងជ័យទៅគឺជាតិអូខេហើយចំពោះទីយងចេកអត់ចាំបាច់ស្រស់ទេចាបកយកតែខ្ចីមកគឺហាន់រៀងសរសៃធំអញ្ចឹងបងប្អូនមិនឆ្ងាញ់ហើយចំពោះរសជាតិញោមវិញបងប្អូនទាំងអស់គ្នាសម្រាប់នឹងខ្ញុំបន្ទាប់ពីធ្វើរួចរាល់ហើយមិនថាជាញោមបន្លែគ្រប់មុខញោមទីយងចេកឬមួយក៏ញោមកញ្ឆែតលាយជាមួយទីយងចេកបែបនេះឲ្យតែថាធ្វើរួចរាល់ហើយគឺចូលចិត្តញ៉ាំជាមួយនឹងនំបញ្ចុកចាវាមានរសជាតិឆ្ងាញ់ហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនមកជាបងប្អូនមកជារកការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកដើម្បីទទួលបានវីដេអូថ្មីៗរបស់នាងខ្ញុំចានាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អបាយបាយ